បាទជំរាបសួរបាទជួបជាមួយនឹងការបង្រៀនកាត់សក់ថ្មីទៀតហើយបាទសម្រាប់អឺចែកជូនដល់ពុកម៉ែបងប្អូនហើយជាងបាទថ្ងៃនេះផងដែរគឺខ្ញុំសូមឲ្យពុកម៉ែបងប្អូនជួយ share ជួយ like ហើយកុំភ្លេចជួយ share ឲ្យបានច្រើនបាទទាំងអស់គ្នាដើម្បីចែករំលែកដល់ជាងហើយនឹងពុកម៉ែបងប្អូនថ្មីដែលកើតអត់ទាន់ស្គាល់ម៉ូដសក់ឲ្យគាត់ស្គាល់ពីរបៀបកាត់សក់បែបងាយៗណាបាទអរគុណឥឡូវយើងចូលក្នុងវីដេអូពេញតែម្ដងបាទជំហានដំបូងនៃការកាត់សក់ម៉ូដហ្នឹងគឺយើងឈូសបន្ទាប់ពីយើងបែងសក់ហើយគឺយើងឈូសពាក្យពុំលេខ2ណាពុកម៉ែបងប្អូនការឈូសគឺយើងឈូសវាឲ្យខ្ពស់ឡើងដាច់ត្រង់ឡើងលើមកឃើញអត់ដូចក្នុងវីដេអូហើយខាងក្រោយនេះគឺយើងឈូសវាឲ្យផុតកន្លែងអឺកន្លែងពយវាឃើញអត់ទាញម្រោយើងមកទាញពេលដែលយើងឈូសបែបហ្នឹងវានឹងចេញទម្រង់បែបលក្ខណៈខាងក្រោយទាំងប៉ោងឃើញអត់បាទពុំលេខ2ដែលយើងឈូសហ្នឹងយើងឈូសឲ្យវាដាច់ទាំងអស់មកបន្ទាប់ពីយើងឈូសលេខ2ហើយអ្នកទាំងអស់គ្នាយើងមកធ្វើការកំណត់ឬក៏ផ្ដាច់ស្មោលខាងក្រោមដែលយើងហៅថាចាក់ធ្វើជាកៃឡាយសក់ណាកៃឡាយដើម្បីយើងធ្វើការដេញស្មោលបន្ទាប់ពីយើងចាក់កៃឡាយហើយយើងមកធ្វើការសេរីថ្មិញលេខ0ឲ្យវាទៅជា0.5ដើម្បីយើងធ្វើការបដិញស្មោលឲ្យវាកាប់សាច់អត់យល់កន្លែងណាកុំភ្លេចជួយខមមិនខាងក្រោមវីដេអូបាទវីដេអូនេះ admin នឹងអធិប្បាយបែបច្បាស់តែម្ដងបន្ទាប់ពីយើងសេរីស្វែងលេខ0.5យើងសេរីមកវិញបន្តិច0.3ឬក៏0.2យើងឈូសខាងក្រោម0.5បន្តិចបន្ទាប់មកគឺយើងកាច់វាឡើងលើវិញឲ្យវាក្លាយជាលេខ0ពេញលេខ0ពេញនេះគឺយើងមកធ្វើការលុបឬក៏ឈូសផ្ដាច់នៅចំណុចដែលយើងប្រើមកទឿច្រាប់ណាបន្ទាប់មកគឺលេខពាក្យលេខ1យើងសេរីថ្មិញណាឥឡូវឃើញហើយវាចាប់ផ្ដើមចេញទម្រង់ឬក៏មកន័យថាសមោលវាណាបើកវាមកវិញបើយើងធ្វើដូចគ្នាទាំងអស់អញ្ចឹងណាសម្រាប់ដៃថ្មីអាចនឹងអត់ទាន់យល់បើព្យាយាមមើលហើយនឹងកុំភ្លេចអនុវត្តបើយើងមើលហើយយើងអនុវត្តណាមិនមើលឲ្យទុកចោលទេបើមិនយើងមើលទុកចោលវាអត់ចេះទេអូខេឥឡូវយើងពាក្យលេខ0.5បើយើងធ្វើដូចគ្នាណាពាក្យលេខ0.5ហើយយើងសេរីថ្មិញដូចគ្នាព្យាយាមជឿនវាជឿនហើយនៅចំណុចណាដែលវាខ្វះខាតណាឥឡូវអស់ហើយ0.5លេខ1យើងពាក្យលេខ1កន្លះវិញម្ដងដើម្បីយើងឈូសទៅភ្ជាប់នៅចំណុចលេខ2ណាយើងឈូសតាមຂະຫນាតវាឬក៏តាមស្តង់ដាររបស់វាទៅលេខ2លេខ1កន្លះហើយលេខ1កន្លះលេខ0លេខ1លេខ0.5ហ្នឹងឯងបាទអូខេឥឡូវយើងមកប្រើទីនិចយើងហៅថាទីនិចប្រើកត្រៃសាប់ចោះវាណាឥឡូវចេញទម្រង់សក់ហើយអេមសេមែនតើបងប្អូនបាទអូខេឥឡូវយើងចាប់ម៉ូដសក់ចាប់អីហើយចេញទម្រង់មកគឺបែបនេះកុំភ្លេច like ហើយ comment ម្នាក់មួយបាទបងប្អូនអរគុណ